សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញពីរបៀបចាក់ចំហុយខ្មៅទឹកចំនួន1លីត្រស្ដាយចំហុយទៅទេអ្នកខ្ញុំតោះចុចទៅមកយើងកាត់វត្តវាមកបងប្អូនដាក់ចូលវាកូរវាឲ្យលាយសិនកូរវាលាយនឹងបងប្អូនគឺស្ករយើងដាក់2ស្លាបព្រាបាយមកបន្ទាប់មកយើងដាក់អំបិលមួយចិបមកបងប្អូនឲ្យវាមានជាតិណាទៅមកយើងកូរវាទៅបងប្អូនទៅមកយើងយកវាទៅដាក់លើភ្លើងយើងកូរលើភ្លើងណាបងប្អូនយើងកូរលើភ្លើងមកបងប្អូនកូររហូតទៅបងប្អូនកូរលើភ្លើងហ្នឹងកូរឲ្យជាប់ដៃណាបងប្អូនកូរទៅវាខាប់ឲ្យដាច់ទឹកណាហើយបើយើងមានពពុះយើងដុសពពុះនឹងចេញមកនេះបងប្អូនដល់ពេលវាគិតឆ្អិនទៅវាលងល្អបងប្អូនអត់មានពពុះទេយើងកូរវាឲ្យជាប់ដៃទៅកុំឲ្យវាខ្លោចបាត់ក្រោមអញ្ចឹងណាបងប្អូនលើកមកវាអត់ជាប់នឹងអារ៉ាប់កូរយើងហ្នឹងណាបងប្អូនពុះហើយអញ្ចឹងគឺឆ្អិនហើយគឺយើងបិទភ្លើងតែហ្មងទៅយើងយកមកចាក់នឹងចានដែកបងពីប្រាប់មកទៀតនេះគឺទឹកអញ្ចេកពេលយើងចាក់ទៅយើងចាក់ចូលក្នុងឆ្នាំងហ្នឹងទៅបងប្អូនឲ្យវាឈ្ងុយណានេះបងប្អូនចាក់ឲ្យឡើងដាក់ក្នុងចានដែកទៅចានដែកវាល្អជាងជ័រយើងដាក់ជ័រទៅវាក្លិនអញ្ចឹងសូមអរគុណណាបងប្អូន